ប្រភពប្រវត្តិសាស្ត្រខ្មែរអាចបែងចែកជាប្រភេទធំពីរគឺប្រភពប្រវត្តិសាស្ត្រប្រភពដែលមិនមែនជាការសរសេរនិងប្រភពជាលិខិតសាស្ត្រប្រភពដែលចារឹកក្នុងរូបភាពនៃការសរសេរខាងក្រោមនេះជាការរៀបរាប់លម្អិតអំពីប្រភពនីមួយគឺប្រភពប្រវត្តិសាស្ត្រ non-written sources ប្រភពទាំងនេះផ្ដល់ព័ត៌មានតាមរយៈវត្ថុធាតុផ្សេងដែលជាទូទៅគេប្រើប្រាស់នៅក្នុងការសិក្សាបុរាណវិទ្យា 1. បុរាណវត្ថុនិងសំណង់បុរាណប្រាសាទនិងសំណង់សាសនាដូចជាប្រាសាទអង្គរវត្តបាយ័ននិងប្រាសាទផ្សេងទៀតនៅក្នុងនគរអង្គររចនាស្ថាបត្យកម្មចម្លាក់និងរូបភាពលើជញ្ជាំងប្រាសាទបង្ហាញពីស្ថានភាពសង្គមសាសនាបរិបទវប្បធម៌និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនាសម័យអង្គររូបចម្លាក់ព្រះពុទ្ធព្រះវិស្ណុព្រះសិវៈនិងទេវតាផ្សេងដែលបង្ហាញពីឥទ្ធិពលសាសនានិងវិធីសាស្ត្រនៃការគោរពបូជាសិល្បៈផ្ទាំងថ្មចម្លាក់លើថ្មភ្នំដូចជានៅភ្នំគូលែនបង្ហាញពីជីវភាពនិងជំនឿមុនសម័យអង្គរ 2. ការដ្ឋានស្ថានីយ៍បុរាណវិទ្យាការបរិភោគក្បាលនិងឆ្អឹងសត្វបង្ហាញពីអាហារូបត្ថម្ភនិងវិធីសាស្ត្រលេងសប្តាហ៍សម័យបុរាណគ្រឿងអលង្ការនិងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាកងកាំបិតកញ្ចែដែលធ្វើពីដែកសំរិទ្ធឬថ្មបង្ហាញពីជំនាញបច្ចេកទេសនិងជីវភាពសេដ្ឋកិច្ចស្ថានីយ៍ដីដុះនិងស្ថានីយ៍លំនៅឋានជាទីកន្លែងដែលផ្ដល់ព័ត៌មានអំពីរបៀបរស់នៅរចនាសម្ព័ន្ធសង្គមនិងដំណើរវិវត្តន៍វប្បធម៌តាមរយៈការវិភាគស្រទាប់ដី 3. រូបភាពអាកាសការសិក្សារូបភាពថតពីលើអាកាសឬផែនទីដែលបង្កើតឡើងដោយបច្ចេកវិទ្យា LiDAR បានជួយរកឃើញសំណង់បុរាណប្រព័ន្ធធារាសាស្ត្របារាយណ៍ប្រឡាយទឹកនិងរចនាសម្ព័ន្ធទីក្រុងដែលលាក់ក្នុងព្រៃដែលធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីវិសាលភាពនិងភាពស្មុគស្មាញនៃអរិយធម៌អង្គរ ខ ប្រភពជាលិខិតសាស្ត្រ written sources ប្រភពទាំងនេះជាការកត់ត្រាជាភាសាសេដែលអាចបែងចែកទៅជាប្រភពខ្មែរនិងប្រភពបរទេសប្រភពខ្មែរ 1. សិលាចារឹកនេះគឺជាប្រភពសំខាន់បំផុតសម្រាប់សិក្សាប្រវត្តិសាស្ត្រខ្មែរមុនសម័យអង្គរនិងសម័យអង្គរវាត្រូវបានចារឹកលើថ្មសពីថ្មនិងវត្ថុផ្សេងភាសាសិលាចារឹកភាគច្រើនត្រូវបានចារឹកជាភាសាសំស្ក្រឹតនិងខ្មែរបុរាណសំស្ក្រឹតច្រើនតែប្រើក្នុងផ្នែកសាសនានិងការថ្វាយបង្គំព្រះរាជាខណៈភាសាខ្មែរបុរាណប្រើសម្រាប់ការបង្ហាញពីជីវភាពប្រចាំថ្ងៃនិងការប្រកាសច្បាប់មាតិកាសិលាចារឹកផ្ដល់ព័ត៌មានអំពីព្រះមហាក្សត្រនិងរាជវង្សព្រះនាមការសោយរាជ្យនិងព្រះរាជកិច្ចព្រឹត្តិការណ៍ប្រវត្តិសាស្ត្រការធ្វើសង្គ្រាមការកសាងប្រាសាទនិងពិធីសាសនារចនាសម្ព័ន្ធនយោបាយនិងសង្គមមុខងាររដ្ឋបាលឈ្មោះមន្ត្រីនិងឋានន្តរស័ក្តិសេដ្ឋកិច្ចការប្រកាសដីធ្លីការបញ្ចុះបញ្ចូលទ្រព្យសម្បត្តិដល់ប្រាសាទនិងបញ្ជីទំនិញសាសនានិងជំនឿការគោរពបូជាឥណ្ឌាព្រះវិស្ណុព្រះសិវៈនិងមហាយានភាសានិងអក្សរបង្ហាញពីការវិវត្តនៃអក្សរខ្មែរនិងវាក្យសព្ទ 2. ព្រះរាជពង្សាវតារគឺជាការកត់ត្រាប្រវត្តិសាស្ត្រតាមបែបប្រពៃណីដែលចាប់ផ្ដើមកំណត់ត្រាឡើងវិញនៅសតវត្សទី15មួយបន្ទាប់ពីការបោះបង់ចោលនគរអង្គរពង្សាវតារមានច្រើនក្បាលឬច្រើនគូដែលខ្លះមានខ្លឹមសារខុសគ្នាបន្តិចមាតិកាពង្សាវតារផ្ដោតលើប្រវត្តិរាជវង្សពីព្រះបាទកោណ្ឌិន្យឲ្យទី1និងព្រះនាងនាគីរហូតដល់សម័យឧត្តមការកសាងរាជធានីដូចជាភ្នំពេញលង្វែកឧដុង្គទំនាក់ទំនងជាមួយប្រទេសជិតខាងសៀមយួនព្រឹត្តិការណ៍សាសនាការយកព្រះពុទ្ធសាសនាថេរវាទមកប្រទេសកម្ពុជាការវិភាគពង្សាវតារមានលក្ខណៈលាយបញ្ចូលរវាងប្រវត្តិសាស្ត្ររឿងព្រេងនិងទស្សនៈផ្លូវសាសនាការប្រើប្រាស់ត្រូវការវិភាគយ៉ាងហ្មត់ចត់និងប្រៀបធៀបជាមួយប្រភពផ្សេងទៀត 3. ឯកសារផ្សេងសាស្ត្រាច្បាប់បុរាណបង្ហាញពីប្រព័ន្ធច្បាប់និងទល់ឲ្យភាពសង្គមគម្ពីរសាសនានិងសិល្បៈអក្សរសិល្ប៍ដូចជារឿងរាមកេរ្តិ៍រឿងព្រេងនិទាននិងកំណាព្យឲ្យបុរាណប្រភពបរទេសប្រភពទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ជាពិសេសនៅពេលប្រភពខ្មែរមានកំណត់ឬបាត់បង់ 1. ប្រភពចិនមានប្រពៃណីកត់ត្រាប្រវត្តិសាស្ត្រយ៉ាងរឹតមាំប្រភពចិនផ្ដល់ព័ត៌មានដ៏សំខាន់អំពីហ្វូនឹងចេនឡានិងអង្គរសៀវភៅប្រវត្តិសាស្ត្រដូចជាលូងូសៀវភៅតារាសាស្ត្រនិងសៀវភៅប្រវត្តិសាស្ត្រតាងកំណត់ត្រាអ្នកធ្វើដំណើរនឹងទូតដូចជាកំណត់ត្រារបស់ជើតាខ្វាននីទូតដែលមកកាន់អង្គរក្នុងសតវត្សទី13ដែលផ្ដល់រូបភាពពិតប្រាកដនិងលម្អិតអំពីជីវភាពនិងសង្គមនៅអង្គរមាតិកាប្រភពចិនផ្ដល់ព័ត៌មានអំពីផលិតផលដូចជាគ្រឿងទេសនាគទំនៀមទម្លាប់ការឡើងស្ដេចសាសនានិងទំនាក់ទំនងពាណិជ្ជកម្ម 2. ប្រភពឥណ្ឌាមានកំណត់តិចជាងប្រភពចិនប៉ុន្តែមានសារៈសំខាន់ក្នុងការសិក្សាអំពីឥទ្ធិពលវប្បធម៌ឥណ្ឌាលើអាស៊ីអាគ្នេយ៍ពួកព្រាហ្មណ៍ការរាយការណ៍របស់ពួកព្រាហ្មណ៍ឥណ្ឌាដែលមកបម្រើក្នុងព្រះបរមរាជវាំងខ្មែរ
ពាក្យសំស្ក្រឹតនៅក្នុងសាលាចារឹកខ្មែរដែលបង្ហាញពីទំនាក់ទំនងជាមួយឥណ្ឌាតាមរយៈសាសនានិងវប្បធម៌ 3. ប្រភពអណ្ណាម យួន និងសៀមថៃ ប្រភពទាំងនេះមានសារៈសំខាន់ជាពិសេសសម្រាប់សិក្សាសម័យក្រោយអង្គរ សតវត្សទី15-19 នៅពេលដែលកម្ពុជាមានទំនាក់ទំនងនិងជម្លោះជាមួយប្រទេសជិតខាងទាំងពីរ 4. ប្រភពអឺរ៉ុប ចាប់ផ្ដើមពីសតវត្សទី16ជាពិសេសនៅសម័យអាណានិគមបារាំង អ្នកធ្វើដំណើរអ្នកកង្វល់សាសនានិងមន្ត្រីអាណានិគមបានកត់ត្រាពីសង្គមនយោបាយនិងសេដ្ឋកិច្ចកម្ពុជាកំណត់ត្រាទាំងនេះជារូបភាពពីមនុស្សខាងក្រៅដែលជួនកាលមានទស្សនៈលម្អិតនិងជួនកាលមានទស្សនៈមូលភាព សេចក្តីសន្និដ្ឋាន ការសិក្សាប្រវត្តិសាស្ត្រខ្មែរតម្រូវឲ្យមានការប្រៀបធៀបនិងសំយោគប្រភពគ្រប់ប្រភេទគ្មានប្រភពណាមួយដែលពិតប្រាកដឬពេញលេញតែម្យ៉ាងឡើយសិលាចារឹកផ្ដល់ព័ត៌មានជាក់លាក់ប៉ុន្តែច្រើនតែមានលក្ខណៈផ្លូវការនិងសរសើរព្រះមហាក្សត្រប្រភពបរទេសផ្ដល់ទស្សនៈពីខាងក្រៅប៉ុន្តែជួនកាលមានការយល់ច្រឡំឬទស្សនៈមូលភាពការរួមបញ្ចូលគ្នានៃភស្តុតាងបុរាណវិទ្យាសិលាចារឹកពង្សាវតារនិងកំណត់ត្រាបរទេសគឺជាគន្លឹះក្នុងការស្វែងយល់ពីអតីតកាលដ៏សម្បើមនិងស្មុគស្មាញរបស់កម្ពុជា